ស្នងការនគរបាលខេត្តបាត់ដំបងបានក្រានរំលឹកដល់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍សុំកុំមើលឃើញតែប្រាក់ពេកគួរគិតពិចារណាអប់រំណែនាំលើកំហុសខុសឆ្គងតូចតាចលោកឧត្តមសេនីយ៍ដាញ់អេកប៊ុនច័ន្ទស្នងការនគរបាលខេត្តបាត់ដំបងរំលឹកដាស់តឿនដល់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍សុំកុំមើលឃើញតែប្រាក់ពេកគួរប្រើវិធានការអប់រំណែនាំចំពោះបងប្អូនអ្នកធ្វើដំណើរតាមដងផ្លូវបើក្នុងករណីកំហុសឆ្គងរបស់គាត់តូចតាចនោះលោកស្នងការបញ្ជាក់ថាបើកំហុសឆ្គងតូចតាចទេក្នុងកម្រិតអប់រំណែនាំពន្យល់គាត់ឲ្យយល់ដឹងនោះគាត់នឹងអរគុណដល់យើងជាមន្ត្រីនគរបាលចរាចរណ៍ហើយគាត់ចងចាំពេញមួយជីវិតនៅកំហុសឆ្គងដែលគាត់បានធ្វើខុសដោយអចេតនាពេលធ្វើដំណើរលើដងផ្លូវការក្រានរំលឹករបស់ស្នងការនគរបាលខេត្តបាត់ដំបងដល់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ដូចនេះធ្វើឡើងក្នុងករណីប្រជុំថ្នាក់ដឹកនាំស្នងការដ្ឋានដែលមានលោកស្រីជាស្នងការរងទទួលផែនការងារជំនាញនិងការិយាល័យចំណុះស្នងការដ្ឋានចូលរួមនាព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2025នេះហើយត្រូវបានបង្ហោះខ្លឹមសារលើផេកផ្លូវការស្នងការខេត្តតែម្ដងលោកស្នងការបន្ថែមថាពេលខ្លះបងប្អូនប្រជាពលរដ្ឋលោកធ្វើដំណើរពីស្រុកស្រែចូលមកទីក្រុងទីប្រជុំជនម្ដងម្កាលដើម្បីបានឃើញពីការអភិវឌ្ឍការរីកចម្រើនរបស់ទីក្រុងយើងលោកពិតជាមិនអាចយល់ដឹងបានគ្រប់ជ្រុងជ្រោយនៃការធ្វើចរាចរណ៍លើដងផ្លូវខ្វាត់ខ្វែងមានភ្លើងស្តុបនិងស្លាកសញ្ញានោះទេពួកគាត់ខ្លាចខុសច្បាប់ហើយក្នុងអារម្មណ៍ភ័យផងខ្លាចផងដូច្នេះមន្ត្រីនគរបាលចរាចរណ៍នៅលើដងផ្លូវសូមបេតាត្រឹមតែធ្វើការអប់រំឲ្យគាត់បានយល់ដឹងអំពីកំហុសនេះពាក់ព័ន្ធជាមួយនឹងច្បាប់ចរាចរណ៍បានហើយរួចអនុញ្ញាតឲ្យគាត់បន្តដំណើរទៅចុះសូមកុំភ័ក្រវិន័យសូមកុំមើលឃើញតែប្រាក់ពេកនេះជាការរំលឹកដាស់តឿន